ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរ៉ាវមិត្តទាំងអស់គ្នាជួបគ្នាជាមួយអេដមីនលីណាម្ដងទៀតណាថ្ងៃនេះអេដមីននាំអ្នកទាំងអស់គ្នាមកទស្សនារឿងរបស់យើងដែលជាភាគទី5ជាភាគបន្តទៀតថ្ងៃនេះស៊ីឈឿជាមួយនឹងគូហ្នឹងបានមកមើលលទ្ធផលនៃការប្រឡងតេស្តគីមីឃើញថាអ្នកដែលបានជាប់លេខ1ហ្នឹងគឺជាហៅយៈដែលធ្វើឲ្យពួកគេហ្នឹងឡើងស្ងើចទៅសារហៅយៈហ្មងមិននឹកស្មានថាគេអាចយកឈ្នះឈ្វីបានសោះនៅម្ខាងទៀតយើងក៏បានឃើញឈ្វីហ្នឹងបានដើរមករកហៅយៈគឺគេបាននិយាយពាក្យអបអរសាទរទៅកាន់ហៅយៈតែក៏មិនភ្លេចបោះពាក្យសម្ដីថាគឺមានតែមួយលើកនឹងទេលើកក្រោយគេមិនអាចឲ្យហៅយៈហ្នឹងយកឈ្នះបានឡើយសកម្មភាពដែលពួកគេទាំងពីរអ្នកជួបគ្នាហ្នឹងក៏ត្រូវបានមើលឃើញដោយស៊ីឈឿជាមួយនឹងគូឃើញសិស្សបកាយជួបគ្នានិយាយឌឺដងគ្នាអញ្ចឹងឡើងធ្វើឲ្យពួកគេនឹកស្មានមិនដល់សមហ្មងគិតទៅសិស្សបកាយហ្នឹងគេប្រកួតប្រជែងគ្នាខ្លាំងដល់ថ្នាក់ហ្នឹងណតែដឹងមកយត់សម្រាប់ស៊ីឈឿហ្នឹងគេនៅតែគិតថាបើទោះបីជាហៅយៈរៀនបកាយយ៉ាងណាក៏ដោយស្រីចូលចិត្តគេច្រើនយ៉ាងណាក៏ដោយតែគេគិតថាតំណែងគេជាមួយនឹងមេវហ្នឹងគឺល្អជាងហៅយៈគូបានត្រឹមតែហួចចិត្តទេព្រោះមិនដឹងថាស៊ីឈឿហ្នឹងអាចយកឈ្នះហៅយៈបានដោយរបៀបណាផងហ្នឹងចំណែកនៅក្នុងថ្នាក់រៀនវិញមេវហ្នឹងក៏បានមកនិយាយទៅរកស៊ីយេថាមិនដែរឥឡូវបងប្រុសខ្ញុំគឺជាអ្នកឈ្នះហើយណាតែស៊ីយេហ្នឹងគឺថាទឹកមុខមិនរីកតសោះឡើងមេវហ្នឹងក៏សួរទៅវិញថាឬមួយក៏ស៊ីយេហ្នឹងចូលចិត្តឈូវៃស៊ីយេក៏បញ្ញាប់ប្រកាយថាវាមិនមែនជាការពិតទេពេលហ្នឹងមេវក៏បានយកសភៅស៊ីយេប្រុងមកដកបន្ទុកអ្នកដែលគួរដកអីចឹងណាប៉ុន្តែស៊ីយេហ្នឹងបែរជាខឹងទៅវិញអត់ចង់ឲ្យមេវប៉ះពាល់សភៅខ្លួនទេតែមេវក៏ឆ្លៀតសួរហើយចង់នៅក្នុងសភៅស៊ីយេពេលហ្នឹងអ្នកណាគេជាអ្នកជាប់លេខ1ស៊ីយេក៏ប្រាប់ទៅថាគឺជាជាងហៅយៈបងប្រុសរបស់នាងនឹងឯងមេវឡើងមានមោទនភាពផ្លែតហ្មងឃើញអត់ថាបងប្រុសនាងឈ្នះហើយគឺឈ្នះហើយចេញពីរៀនមេវនឹងហៅយៈហ្នឹងបានជិះឡានក្រុងត្រឡប់ទៅផ្ទះវិញទាំងអស់គ្នាប៉ុន្តែគណៈពេលហ្នឹងក៏មានសិស្សប្រុសម្នាក់ហ្នឹងបានមកជន់ជើងហៅយៈតែហៅយៈគេក៏មិនបានប្រកែប្រកាន់អីច្រើនដែរគ្រាន់តែថាមេវចាប់ផ្ដើមគិតហើយនាងគិតថាការជិះឡានក្រុងគឺមិនមែនជារឿងងាយស្រួលសម្រាប់បងប្រុសរបស់នាងទេនាងគួរតែរកដំណោះស្រាយផ្សេងដើម្បីជួយបងប្រុសរបស់នាងអាឡ័យតែគិតហ្នឹងហៅយៈក៏ចាប់អោបនាងឡើងជាប់ក៏ព្រោះតែខ្លាចអ្នកផ្សេងហ្នឹងធ្វើឲ្យត្រូវនាងនិយាយទៅគេមើលថែប្អូនគេបានល្អណាស្អែកឡើងស្រាប់តែឃើញមេវហ្នឹងបានមកលួចដោះសោកង់មួយដែលនេះគឺជាកង់របស់ម៉ាក់នាងគិតថាគ្មានអ្នកឃើញតើប៉ុន្តែគ្រាន់តែបដៅចេញភ្លាមប៉ារបស់នាងក៏មកដល់ផ្លែតគាត់ក៏ស្ដីឲ្យកូនភ្លាមថានេះគឺជាកង់សម្រាប់ចិត្តរបស់ម៉ាក់ឯងបើគាត់ហ្នឹងគាត់ប្រកាសជាវាយឯងមិនខានទេមេវក៏សន្យាថានឹងមិនធ្វើឲ្យកង់នឹងខូចទេហើយរឿងហ្នឹងគឺដឹងតែនាងហើយនឹងប៉ានាងតែប៉ុណ្ណោះគាត់ក៏និយាយទៅបានហើយឃើញកូនទទូចសុំពេកទៅគាត់ក៏យល់ព្រមមិនប្រាប់ក៏បានដែរប៉ុន្តែគាត់ចង់ដឹងថាតើកូនហ្នឹងចង់យកកង់ទៅធ្វើអីមេវក៏ប្រាប់ទៅក៏ដោយសារតែឡានក្រុងវាចៀតពេកហើយបងប្រុសរបស់នាងគឺពិបាកជិះទៅនាងចង់រៀនជិះកង់ដើម្បីអាចឌុបបងប្រុសនាងទៅសាលារៀនបានណាប៉ាមេវក៏សួរបោកវិញប្រកាសអត់ថាអាចឌុបគេកើតស្រាប់តែមេវនឹកឃើញវិធីមួយបដ ாய் គឺមានតែប៉ាហ្នឹងឯងដែលអាចជួយបានបន្ទាប់មកគឺថាមេវរៀនឌុបមុនគេគឺឌុបប៉ារបស់នាងនឹងឯងហើយខ្លួនឡើងកំមុំស្តុករៀនថ្នាក់ទី10ហើយទៅរៀនជិះកង់សំខាន់ហ្នឹងហើយអត់ចេះជិះទេជិះចង់ជិះឡើងស្រាប់តែទៅដួលទាំងពីរអ្នកប៉ាកូននឹងឯងពេលហ្នឹងអាដួលហ្នឹងវាមិនសូវឈឺប្រហែលទេប៉ុន្តែរឿងដែលពួកគេទាំងពីរអ្នកបារម្ភហ្នឹងគឺជារឿងកង់របស់ម៉ាក់មេវឥឡូវដួលឡើងវិញក៏ត្រកកង់អស់ហើយគាត់ថែមទាំងនិយាយថាឯងនៅងត់កង់ហ្នឹងម៉ាក់ឯងស្រឡាញ់ជាងស្រឡាញ់ប៉ាទៀតណាមេវក៏នៅតែទទូចចង់សាកល្បងជិះម្ដងទៀតឲ្យប៉ានាងជួយនាងទៀតទៅប៉ុន្តែប៉ានាងក៏និយាយថាអត់កើតទេដួលមុនហ្នឹងគឺជាប៉ាមិនអីទេតែបើចំពោះជាងហៅយៈវិញនោះបើសិនជាដួលទៅប្រកាសជាប៉ះពាល់ដល់ជើងគេមិនខានទេតែដល់ពេលឃើញកូនមករៀងជូរចឹងគាត់ក៏និយាយពាក្យមួយចេញមកថាចាំមើលគាត់ឆ្លៀតពេលបើសិនជាអាចគាត់នឹងបើកឡានជូនពួកគេទាំងពីរនាក់ទៅសាលារៀនណាត្រឡប់មកកាន់សាលារៀនវិញស៊ីឈឿហ្នឹងក៏បាននិយាយអបអរសាទរទៅកាន់មេវដែលបងប្រុសរបស់នាងអាចយកឈ្នះឈ្វីបានអីចឹងណានិយាយដល់រឿងហ្នឹងមេវក៏ស្រាប់តែនឹកឃើញដល់ការភ្នាល់របស់គេទាំងពីរនាក់កាលពីថ្ងៃមុននោះថាអ្នកដែលចាញ់ហ្នឹងនឹងត្រូវធ្វើតាមបំណងប្រាថ្នារបស់អ្នកឈ្នះស៊ីឈឿហ្នឹងក៏សួរតែនាងវិញចុះតើនាងចង់បានអីគេមេវគិតមកសន្ទុះក៏នឹកឃើញថាគឺនាងចង់ឲ្យស៊ីឈឿជួយបរិញ្ញានាងជិះកង់ស៊ីឈឿហ្នឹងក៏យល់ព្រមផ្លែតប៉ុន្តែគូក៏តបទៅវិញថាគេក៏ចេះជិះដែរចាំគេជាអ្នកបរិញ្ញាស៊ីឈឿលឺហើយហ្នឹងឡើងខំធ្វើសញ្ញាដាក់ហ្មងណានៅមកចង់ទៅដើមតួនាទីគេហ្មងដល់ពេលយប់ឡើងក៏ឃើញថាប្រុសទាំងពីរអ្នកហ្នឹងបានបដាកង់មកម្នាក់មួយដើម្បីត្រៀមចាំបរិញ្ញាមេវណាឆ្លៀតពេលមេវដល់ចេញហ្នឹងស៊ីឈឿក៏បានស្ដីទៅឲ្យគួថៃបានមកទៅដើមគេអញ្ចឹងបានមានយល់សោះហ្មងថាគេ
ចង់នៅតែពីរអ្នកមែវៗស្របពេលហ្នឹងហោយៈហ្នឹងក៏បានមកឃើញពីរអ្នកហ្នឹងកំពុងតែឆ្លុះប្រកែកគ្នាផងដែរសូម្បីតែពេលមែវៗងាកមកវិញគូក៏ប្រាប់ថាគេមានការរវល់គេត្រូវទៅមុនទុកឲ្យពួកគេទាំងពីរអ្នកហ្នឹងនៅជាមួយគ្នាក៏ហោយៈហ្នឹងបានឃើញតែទាំងអស់ប៉ុន្តែគេក៏មិនបានចូលមករកអ្នកទាំងពីរដែរក៏បានដើរហួសទៅទុកឲ្យពួកគេនៅជាមួយគ្នាណាចំណែកស៊ីឈឿគេខំគិតថាគេបានបរៀនមែវៗឲ្យតើប៉ុន្តែមែវៗបែរជាឲ្យគេហ្នឹងឡើងជិះពីក្រោយហ្មងទៅក៏ព្រោះតែនាងចេះជិះកង់ហើយអ្វីដែលនាងចង់ចេះហ្នឹងគឺចេះដប់មនុស្សទេតើស៊ីឈឿលើហើយហ្នឹងឡើងហួចចិត្តហ្មងណាប៉ុន្តែគេក៏សុំបញ្ជាក់មិនក៏នាងមិនរៀនដប់អ្នកផ្សេងវិញទៅមែវក៏ថាមិនអាចទេម្នាក់ហ្នឹងគឺត្រូវតែជាគេលឺអញ្ចឹងខំញញឹមស្មានថានាងរៀនដប់ដើម្បីគេតើតែតាមពិតទៅដែលមែវចង់រៀនដប់គេហ្នឹងក៏ដោយសារតែកម្ពស់កំពស់នឹងគីឡូគេហ្នឹងគឺវាស្តៀងគ្នាទៅនឹងបងប្រុសរបស់នាងដែរសោះស៊ីឈើគេរៀងខកចិត្តបន្តិចដែរគេក៏បានសួរនាំនាងដែរមើលទៅនាងដូចជាស្និទ្ធស្នាលនឹងគ្នាដល់ហើយណមែវក៏រៀបរាប់ប្រាប់ថាស្និទ្ធស្នាលអញ្ចឹងហើយព្រោះតែនាងហើយយៈហ្នឹងបានធំឡើងជាមួយគ្នាអីចឹងទៅស៊ីឈើក៏ឆ្លៀតសួរបញ្ជាក់តំណែងនាងដូចគេជាមួយនឹងគូដែរមែនមែវហ្នឹងក៏ឆ្លើយយល់ស្របតាមនឹងតែម្ដងទៅដែលធ្វើឲ្យស៊ីឈឿហ្នឹងគេរៀងអស់ចិត្តបន្តិចណានៅខាងនេះវិញគណៈពេលដែលឈូវៃទីងកង់របស់គេបំរុងនឹងជិះចេញទៅហ្នឹងហើយយៈក៏បានមកស្កាត់ផ្លូវក៏ព្រោះតែគេចង់សុំខ្ចីកង់របស់ឈូវៃនឹងថ្ងៃឈប់សម្រាកមួយថ្ងៃអីចឹងណាឈូវៃក៏មិនថាអីដែរបើថាចង់ខ្ចីហ្នឹងគឺគេឲ្យតើគ្រាន់តែគេឆ្ងល់រឿងមួយជើងហើយយៈអញ្ចឹងតើអាចជិះកង់បានដែរមែនហើយយៈក៏ប្រាប់ថាគេបានភាសាមួយគ្រូពេទ្យហើយគាត់ថាអីទេឈូវៃក៏ឆ្លៀតសួរទៀតថាមិនក៏នៅសុកក៏ចង់រៀនជិះកង់អញ្ចឹងឬមួយក៏ដើម្បីតែដប់លុះមែវមែនឬគេសួរអញ្ចឹងហើយយៈហ្នឹងក៏ប្រកែកហើយចង់ដើរចេញភ្លាមប៉ុន្តែឈូវៃក៏តទៅវិញថាគេគ្រាន់តែស្មានតើហើយយៈហ្នឹងចង់ខ្ចីកង់គេពេលណាក៏បានដែររៀបចេញទៅហើយយៈក៏សួរឈូវៃវិញម្ដងមិនក៏គេហ្នឹងដឹងរឿងរបស់ខ្លួនច្រើនម៉េចឈូវៃក៏ថាមកពីហើយយៈហ្នឹងគឺជាគូប្រកួតរបស់គេអញ្ចឹងហើយគេត្រូវតែដឹងឲ្យច្រើនពីសត្រូវនៅខាងមែវណែវិញការហាត់ជិះកង់ដប់ស៊ីឈឿហ្នឹងហាត់ដូចជាពិបាកដល់ហើយដល់អញ្ចឹងស៊ីឈឿគេក៏នឹកឃើញវិធីមួយថាឲ្យនាងជិះបដាទៅចាំគេជាអ្នកហក់ឡើងជិះលើកង់តាមក្រោយវិញប៉ុន្តែមែវក៏តបទៅវិញភ្លាមថាធ្វើអញ្ចឹងអត់ទេក៏ព្រោះតែបងប្រុសរបស់នាងគឺអាចរត់បានទេហើយនាងត្រូវតែខំប្រឹងរៀនដើម្បីធានាដល់សុវត្ថិភាពបងប្រុសរបស់នាងណាឃើញនាងខំប្រឹងអញ្ចឹងស៊ីឈឿហ្នឹងក៏នឹកឃើញវិធីមួយដើម្បីហាត់កម្លាំងជើងរបស់នាងរួចយើងក៏បានឃើញថាគឺស៊ីឈឿហ្នឹងបាននាំមែវមកឈរដើម្បីហាត់កម្លាំងជើងនឹងឯងហើយដឹងមកយ៉ាត់គ្រូប្រវឹកហ្នឹងដំបងរៀងស្វិតស្វាញខ្លាំងណាស់ប៉ុន្តែដល់ពេលចុងក្រោយខ្លួនឯងទៅវិញទេដែលញ័រជើងឡើងទៅតាត់មុនគេទៅទៀតពេលហ្នឹងរៀងអាណិតដែរគ្រូប្រវឹកសុំសម្រាកប៉ុន្តែសិស្សហ្នឹងអត់ព្រមសម្រាកតទៅសោះចុងក្រោយមានអីអ្នកដែលដួលហ្នឹងគឺជាគ្រូប្រវឹកនឹងឯងងាកមកខាងហើយយកចំណងឈូវៃវិញម្ដងពួកគេហ្នឹងមុននឹងជិះកង់សុទ្ធតែកណនីរូបមន្តអីត្រឹមត្រូវទៀតណោះចឹងបានថាជាមួយអ្នករៀនអ្នកសូត្រអីបន្តិចក៏កណនីដែរជាភាសាសិស្សបកែរូបគីមីហ្នឹងហ្មងបន្ទាប់ពីកណនីហើយឈូវៃហ្នឹងក៏ឲ្យហើយសាកល្បងជិះកង់នឹងសាកមើលណាហើយដឹងមកចតពេលដែលហើយជិះហ្នឹងគឺថាឡងវេពេញផ្លូវហ្មងទប់ចកោហ្នឹងក៏មិនចង់ជាប់ផងសាកល្បងលើកទី1ហើយហ្នឹងប៊ីសតែនឹងដួលគេក៏និយាយដែរថាមើលទៅគេគួរតែកណនីបានត្រឹមត្រូវជាងហ្នឹងឯងភាគហ្នឹងយើងចង់អស់សំណោចបន្តិចដែរព្រោះថាឡើងកន្លោះកមុំអស់ហើយទៅដំណំគ្នារៀនជិះកង់គណៈកំពុងតែជួយគ្នាគិតរកវិធីអីផ្សេងដើម្បីងាយស្រួលជាងហ្នឹងឈូវៃគេក៏ស្រាប់តែនឹកឃើញវិធីមួយហើយដឹងមកចតគឺគេយកកង់មកដាក់បន្ថែមកង់ក្រោយដើម្បីទប់អ្នកទាំងអស់គ្នានិយាយទៅគឺដោយបរៀនកូនក្មេងជិះកង់អញ្ចឹងហើយឃើញអញ្ចឹងឡើងហួសចិត្តហ្មងក៏ប្រាប់ឲ្យឈូវៃដកចេញភ្លាមទៅព្រោះតែបើធ្វើអញ្ចឹងគឺដូចគេនឹងកូនក្មេងឲ្យសត់ហ្មងក្រោយមកទៀតពេលដែលមែវត្រឡប់មកផ្ទះវិញជាមួយនឹងស៊ីឈឿពួកគេក៏បាននិយាយគ្នាលេងមួយផ្លែតសិននៅខាងក្រោមហ្នឹងស្របពេលហ្នឹងហើយហ្នឹងក៏បានចុះមកក្រោមដើម្បីយកសម្រាប់បោះចោលផងដែរហើយក៏វិច័យដន់ទៀតម៉ាក់មែវហ្នឹងក៏បានមកដល់ល្មមឃើញគាត់ស៊ីឈឿក៏បញ្ញាប់បណ្ដាយនាំខ្លួនថាគេគឺជាមរមថ្នាក់របស់មែវអីចឹងណាឃើញថាក្មេងៗមកជុំគ្នាអញ្ចឹងហើយម៉ាក់មែវក៏បានបបួលស៊ីឈឿហ្នឹងឲ្យនៅញ៉ាំបាយជុំគ្នាតែម្ដងទៅក្នុងពេលញ៉ាំបាយហ្នឹងម៉ាក់មែវគាត់ឡើងរាក់ដាក់ភ្ញៀវខ្លាំងមែនតើណាតែថាស៊ីឈឿហ្នឹងក៏យកចិត្តប៉ាម៉ាក់មែវណាស់ដែរផ្ទះគេទេប៉ុន្តែសិតតែទៅចាក់ទឹកឲ្យម្ចាស់ផ្ទះអីណាណីទៀតណម៉ាក់មែវក៏បានផ្ដាំឲ្យស៊ីឈឿជួយមើលថែកូនស្រីរបស់គាត់ផងនៅថ្នាក់រៀននោះមិនម៉ាហ្នឹងឲ្យជួយបរិញ្ញានាងផងមែវក៏ល្អូល្ងើថាបែបហ្នឹងរៀនខ្សោយជាងនាងទៀតណោះចំណែកហើយក៏និយាយផ្លែថាស៊ីឈឿគេមានប្រជាប្រិយភាពណាស់នៅសាលាហើយចំណងចំណូលចិត្តរបស់គេហ្នឹងគឺចង់ចូលរួមក្រុមបាល់បោះនិយាយទៅពេលហ្នឹងមិនដឹងថាជួយទៅសារឬមួយក៏ជួយប្រអាប់ទេថែមទាំងប្រាប់ប៉ាម៉ាក់មែវទៀតថាពីមុនស៊ីឈឿហ្នឹងក៏ធ្លាប់លាបថ្នាំសក់ពណ៌ក្រហមទៀតនិយាយចោះយាយឡើងប៉ាមែវក៏ប្រាប់ស៊ីឈឿថា
ចាំពេលត្រឡប់ទៅវិញហ្នឹងឲ្យកូនគាត់ជាអ្នកជូនទៅអីចឹងណាប៉ុន្តែហោយក៏និយាយកាត់ផ្លែថាមិនអីទេចាំគេជាអ្នកជូនដំណើរចុះក្រោយមកគណៈពេលពួកគេទាំងពីរអ្នកដើរបដាហ្នឹងស៊ីឈឺក៏ចេះតែស្រឡឹងមើលហោយបដាហើយគេក៏និយាយថាមើលតែហោយក្រៅពីរៀនបកែហ្នឹងដូចគ្មានអីទៀតផងហើយចុះមិនក៏មានហ្នឹងធ្វើល្អដាក់គេខ្លាំងម៉េចហើយក៏តបទៅវិញថាតែឯងក៏បានស្និទ្ធស្នាលជាមួយនាងដែរតើស៊ីឈឺក៏តបទៅវិញថាក៏ដោយសារតែនាងហ្នឹងត្រូវការអីមួយពីគេដែរហើយក៏សួរនាំទៅកាន់ស៊ីឈឺវិញថាតើគេហ្នឹងបកែជាកង់ខ្លាំងណាស់មែនហើយចោតតើវិធីសាស្ត្ររបស់គេហ្នឹងគឺជាអីគេលើសំណួរហ្នឹងហើយធ្វើឲ្យស៊ីឈឺហ្នឹងគេចាប់ផ្ដើមគិតហើយក៏តបទៅកាន់ហោយវិញថាតើគេសួរអញ្ចឹងបានន័យថាម៉េចឬមួយក៏គេចង់ជីកង់ដែរសួរសំណួរហ្នឹងហើយហ្នឹងគេក៏ស្រែកលើថាអត់អាចទេអត់អាចរៀនបានទេក៏ដោយសារតែមៀវខំរៀនជីកង់ប្រហែលថ្ងៃហ្នឹងគឺដើម្បីដប់ហោយហ្នឹងហើយគេមិននឹងអាចរៀនបាននៅហោយលើហើយហ្នឹងឡើងសប្បាយហ្មងមិននឹកស្មានថាមៀវធ្វើដើម្បីគេសោះតែស៊ីឈឺកំពុងតែភ័យហើយព្រោះតែគេបានសន្យាជាមួយនាងថាអត់ប្រាប់ទេដែលស្អាតជាអត់កំបាំងឥឡូវធ្លុយមកប្រាប់បាត់ហើយហ្នឹងគេក៏តបទៅកាន់ហោយវិញថាបើសិនជាហោយរៀនជីកង់នឹងធ្វើឲ្យការខំប្រឹងប្រែងរបស់មៀវហ្នឹងត្រូវអាសាបងហើយចំណែកហោយហ្នឹងកំពុងតែញឹមជាប់អ្នកទាំងអស់គ្នាតែគេក៏តបទៅកាន់ស៊ីឈឺវិញដែរថាគេដឹងហើយឥឡូវគេជូនដំណើរត្រឹមតែប៉ុណ្្នឹងទេឲ្យស៊ីឈឺហ្នឹងត្រឡប់ទៅផ្ទះវិញទៅខ្លួនឯងទៅនៅខាងប៉ាម៉ាក់មៀវណែវិញថ្ងៃហ្នឹងម៉ាក់មៀវត្រូវយកនំលោកខែមកជូនអតិថិជនរបស់គាត់ម្នាក់គាត់បាននៅរងចាំនៅក្នុងឡានរហូតតទៅកាន់អតិថិជនគាត់ដើរមកក៏បញ្ញាប់ចុះទៅជួបរាក់ភ្ញៀវអីចឹងណាដោយគាត់គឺជាបុគ្គលិកផ្នែកលក់ទូហើយគាត់គ្រាន់តែយកនំលោកខែមកជូនអតិថិជនតែប៉ុណ្ណោះដើម្បីឲ្យគេមានចំណាប់អារម្មណ៍ជួយទិញផលិតផលរបស់គាត់អីចឹងណាប៉ុន្តែសូម្បីតែទទួលក៏អតិថិជនម្នាក់ហ្នឹងមិនទទួលយកពីគាត់ផងនិយាយទៅគេសូវខ្វាយខ្វល់ជាមួយគាត់សោះហ្មងណាតែធ្វើឲ្យគាត់ត្រូវត្រឡប់មកឡានវិញជាមួយនឹងអារម្មណ៍អត់សូវល្អប្រហែលទេចំណែកឯហោយវិញត្រឡប់មកដល់ផ្ទះវិញហ្នឹងក៏ឃើញប៉ារបស់គេហ្នឹងអត់មានខ្វាយខ្វល់អីសោះគិតតែពីអង្គុយចាក់បាល់នៅហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេគាត់តែឃើញមុខកូនហ្នឹងគាត់ក៏បានសួររលួយពីគេផ្លាតហើយក៏ប្រាប់ទៅថាគេអត់មានទេប៉ុន្តែគាត់បែរជាអត់ជឿទេក៏ព្រោះតែគ្រូហ្នឹងបានខកប្រាប់គាត់ថាហោយហ្នឹងទៅតែជារង្វាន់ហើយក៏បានយកវិក័យបច្ចនាយមួយចំនួនហ្នឹងមកដាក់លើតុឲ្យគាត់មើលហ្មងថាលុយទាំងអស់ហ្នឹងគេបានចំណាយទៅលើទាំងអស់ហ្នឹងអស់ហើយប៉ាហោយហ្នឹងក៏មួម៉ៅលើដើមហ្មងគាត់ថែមទាំងសួរទៀតថាតើម៉ាក់គេហ្នឹងអត់មានឲ្យលុយគេចាយនៅថ្ងៃបុណ្យទានអីទេមើលទៅម៉ាក់គេហ្នឹងមិនគួរឲ្យទុកចិត្តសោះហ្មងហើយលឺអញ្ចឹងក៏តបទៅវិញផ្លែតថាគាត់គ្មានសិទ្ធអីទៅវិនិច្ឆ័យម៉ាក់របស់គេទេពាក្យសម្ដីទាំងអស់ហ្នឹងក៏ធ្វើឲ្យប៉ាកូនខឹងគ្នាបដ ாய் គាត់ថែមទាំងបដិញឲ្យហោយទៅនៅជាមួយនឹងប៉ារបស់មៀវទៅចេញពីនឹងហោយក៏បានមកអង្គុយលេងនៅខាងក្រៅដោយម៉ាក់របស់គេហ្នឹងក៏បានឆាតមកដែរក៏ព្រោះតែមុនហ្នឹងគេបានខលទៅគាត់បានលើកគាត់ក៏បានសួរនាំកូនញ៉ាំបាយនៅផ្ដាំកូនហ្នឹងឲ្យញ៉ាំបាយទៀងទាត់អីចឹងណាមួយឥឡូវគាត់មានពេលទៅនេះទេក៏ដោយសារតែប្អូនក្រៅរបស់ហោយហ្នឹងកំពុងតែឈឺគាត់ត្រូវទៅមើលថែណាសន្ទនាគ្នាចប់មៀវហ្នឹងក៏បានមកដល់ទីនេះដែរជាមួយនឹងមេមន់ជុងរបស់នាងនោះអីកំពុងតែអង្គុយសុកហ្នឹងមៀវក៏ចាប់អារម្មណ៍ឃើញហោយហ្នឹងគេកាន់នាឡិកាដៃមួយនាងក៏បានយកវាមកមើលឲ្យចិត្តក៏ព្រោះតែមានអារម្មណ៍ថាដូចជាធ្លាប់ឃើញនាឡិកាហ្នឹងនៅណាមិនដឹងទេរឿងក៏បានសម័យទៅដល់ពេលដែលមៀវនៅពីក្មេងគឺនាងបានចូលទៅកាន់បន្ទប់របស់ហោយដោយយកសូកូឡាតម្លាក់នៅក្នុងបន្ទប់របស់គេអីចឹងណាកំពុងតែលាក់ចុះលាក់ឡើងហ្នឹងនាងក៏បានឃើញប្រអប់មួយពណ៌ក្រហមរបស់ហោយក៏បានយកវាហ្នឹងមកបើកមើលផងដែរហើយគេក៏បានឃើញនៅក្នុងហ្នឹងមានទាំងនាឡិកាមានទាំងរូបថតគឺជារូបជុំគ្រួសាររបស់ហោយមានគេជាមួយនឹងប៉ាម៉ាក់គេអីចឹងណាហើយមានមកពោទៀតនោះគឺពេលដែលហោយហ្នឹងថតតែពីអ្នកម៉ាក់គេទេមៀវក៏ចាប់អារម្មណ៍ឃើញថានៅលើដៃម៉ាក់ហោយហ្នឹងគឺមានពាក់នាឡិកាមួយនឹងឯងត្រឡប់មកវិញមៀវហ្នឹងក៏និយាយផ្លែតថានេះគឺជានាឡិការបស់ម៉ាក់ហោយក៏ព្រោះតែនាងបានឃើញការពីតូចពេលដែលយកសូកូឡាហ្នឹងតម្លាក់នៅក្នុងបន្ទប់របស់គេនោះអីលើរឿងទាំងអស់ហ្នឹងហើយហោយមិនមែនសប្បាយចិត្តទេណាគឺគេបានចង្ខឹងជាមួយមៀវវិញដែលនាងទៅប៉ះពាល់របស់គេដោយគ្មានការអនុញ្ញាតមៀវក៏បានសុំទោសក៏ព្រោះតែនាងអត់បានដឹងថាប្រអប់ហ្នឹងគឺសំខាន់សម្រាប់គេទេដល់ពេលឃើញគេធ្វើមុខស្អុយប៉ែពេកមៀវហ្នឹងក៏បានមកលេងជាមួយដោយបានកេះស្មារបស់គេឆ្វេងស្ដាំងាកចុះងាកឡើងអីចឹងណាដែលនាងធ្វើអញ្ចឹងក៏ព្រោះតែចង់ឲ្យហោយគេសប្បាយចិត្តឡើងវិញណាមួយនាងមើលដឹងថាពេលនេះហោយកំពុងតែនឹកម៉ាក់របស់គេណានាងក៏បានលើកទឹកចិត្តគេដែរថាបើទោះបីជាពេលនេះម៉ាក់ហោយហ្នឹងមិននៅក្បែរគេក៏ពិតមែនប៉ុន្តែនាងជឿជាក់ថាក្តីស្រឡាញ់របស់គាត់ចំពោះកូនហ្នឹងគឺមិនសាបសូន្យទេនិយាយចោះនិយាយឡើងមៀវក៏បានឃើញនំលោកខែដែលហោយហ្នឹងគេបានយកមកតាមមកនាងក៏ដឹងភ្លាមថាហោយហ្នឹងក៏អត់បានញ៉ាំបាយទេអញ្ចឹងហើយនាងក៏បបួលគេទៅញ៉ាំបាយនៅផ្ទះជាមួយនាងតែម្ដងណាត្រឡប់មកដល់ផ្ទះវិញមៀវក៏បានឃើញថាប៉ាម៉ាក់របស់នាងរវល់ដល់ហើយម្នាក់ធ្វើម្ហូបម្នាក់ទៀតក៏កំពុងតែមកមានញឹកនិយាយទូរស័ព្ទតែនាងក៏ចាប់អារម្មណ៍ឃើញថាគឺផ្ទះនាងថ្ងៃហ្នឹងមានទូរទស្សន៍ថ្មីឡើងធំជាងមុនទៅទៀតប៉ាមៀវក៏បញ្ញា
ញ៉ាំអុកសឹបប្រាប់កូនថាម៉ាក់របស់គេហ្នឹងបានទិញទូដោយប្រើលុយផ្ទាល់ខ្លួនរបស់គាត់គឺដើម្បីឲ្យក្រុមហ៊ុនមើលឃើញថាគាត់លក់ដាច់អីចឹងណាចឹងហើយក៏រំលឹកកូនកុំឲ្យនិយាយរឿងហ្នឹងឲ្យសោះតែដឹងមកចត់បើទោះបីជាចំណាយលុយជាច្រើនទិញទូហ្នឹងក៏ពិតមែនប៉ុន្តែម៉ាក់មៀវហ្នឹងគឺគ្មានការប្របាក់ចិត្តអីបន្តិចទេគាត់បែរជាសប្បាយចិត្តទៅវិញទេនិយាយទៅគាត់សុខចិត្តចំណាយលុយខ្លួនឯងដើម្បីឲ្យក្រុមហ៊ុនមើលឃើញថាគឺគាត់ហ្នឹងអាចលក់ដាច់ដើម្បីកុំឲ្យបាត់បង់ការងារនៅថ្ងៃក្រោយណាដល់ពេលកូនមកអង្គុយចាំញ៉ាំបាយក៏ឃើញថាថ្ងៃហ្នឹងម៉ាក់ធ្វើម្ហូបចម្លែកទៀតហើយគឺគាត់បានយកពេញប៉ោះមកឆាជាមួយនឹងនំលោកខែនិយាយទៅគឺអានំលោកខែដែលយកទៅជូនគេឲ្យគេអត់ទទួលមានអីច្នៃយកមកធ្វើម្ហូបតែម្ដងទៅតែមិនដឹងរសជាតិយ៉ាងណាទេពេលដែលហៅយកគេភ្លក់មួយម៉ាត់ទៅហ្នឹងគឺលេងទឹកមុខចេញមកបដ ாய் ដល់វគ្គពីអ្នកប៉ាកូននេះភ្លក់វិញម្ដងម៉ាក់គេហ្នឹងឡើងចាំមើលទឹកមុខហ្មងណាដល់ពេលចឹងហើយក៏បង្ខំចិត្តប្រាប់ថាគឺរសជាតិហ្នឹងវាឆ្ងាញ់ខ្លាំងណាស់ម៉ាក់មៀវហ្នឹងអត់ចិត្តទេគាត់ក៏បានសាក់ភ្លក់មួយម៉ាត់ដែរប៉ុន្តែរសជាតិហ្នឹងធ្វើឲ្យគាត់ឡើងខកចិត្តហ្មងពួកអីវាប្រៃខ្លាំងពេកចេះតែនិយាយថាឆ្ងាញ់តកើតដែរពីអ្នកប៉ាកូនឃើញចឹងឡើងអស់សំណោចនឹកឃើញរឿងម្ហូបដែលម៉ាក់គេហ្នឹងតែងតែច្នៃកន្លងមកនិយាយទៅគាត់ចេះតែច្នៃប្រចាប់នេះដាក់នោះហ្មងណាពេលហ្នឹងហើយយេចេះតែអង្គុយស្លឹងមើលពីអ្នកប៉ាកូនគេទេឃើញដូចចម្រៀងក្តីសុខដល់ហើយតែដឹងមកចត់ម្ហូបកំពុងតែប្រៃហើយហ្នឹងណាម៉ាក់មៀវក៏បានយកទឹកខ្មេះមកបន្ថែមទៀតគាត់គិតថារសជាតិជូរហ្នឹងវាអាចជួយកាត់រសជាតិប្រៃបានអីចឹងណាប៉ុន្តែដល់ពេលគាត់ភ្លក់ខ្លួនឯងមួយសាទៀតគឺថាឡើងព្រឺសវល់អស់លេងហ្មងពីអ្នកប៉ាកូនហ្នឹងក៏តែពិសោធន៍ដល់ហ្នឹងចំណែកឲ្យហើយយេគេសោចដែរប៉ុន្តែប្រកបអារម្មណ៍ឃើញគ្រួសារគេមានក្តីសុខចំណែកគ្រួសារខ្លួនឯងនៅផ្សេងគ្នាអីចឹងណាថ្ងៃក្រោយមកហើយយេហ្នឹងបានមករៀនជិះកង់ជាមួយនឹងឈូវៃម្ដងទៀតហើយនិយាយទៅគឺគេខិតខំប្រឹងប្រែងខ្លាំងមែនតើហើយមិនតែហើយយេទេសូម្បីតែខាងមៀវណែវិញហ្នឹងនាងក៏ខំប្រឹងរៀនដប់ស៊ីឈឿដើម្បីឲ្យចេះស្ទាត់ដូចតែគ្នារីឯហើយយេបន្ទាប់ពីរៀនរៀងយូរបន្តិចទៅរៀងស្ទាត់បន្តិចទៅឈូវៃហ្នឹងក៏បានហក់ឡើងជិះពីក្រោយតែម្ដងក៏ឃើញថាមានលំនឹងហើយឥឡូវហ្នឹងចំណែកខាងមៀវណែវិញគឺថានាងក៏មានការប្រសើរក្នុងការដប់ស៊ីឈឿដែរនិយាយទៅគឺលែងដួលដូចមុនហើយត្រឡប់មកតែវិញហើយយេហ្នឹងកំពុងតែអង្គុយអប website ដើម្បីមើលកង់ឬមួយក៏គេហ្នឹងចង់ទិញកង់ថ្មីទេដឹងគណៈពេលហ្នឹងមៀវហ្នឹងក៏បានខលមកគេដោយនាងបានប្រាប់ថានាងនៅជាន់ក្រោមឯណានាងបានប្រាប់ហើយយេថាថ្ងៃហ្នឹងមេស្លាស់ល្អណាស់នាងចង់នាំហើយយេទៅលេងនៅខាងក្រៅមួយផ្លែតអីចឹងណាតាមពិតមៀវហ្នឹងគឺសារលបងដើម្បីដប់ហើយយេដល់ខ្លួនឯងនឹងឯងតែក៏ឃើញដែរថាហើយយេហ្នឹងគេរៀងភ័យដែរជើងគេហ្នឹងមានលើផុតពីដីទេព្រោះតែខ្លាចដួលហើយគេក៏ធ្វើជាពើនឹងសួរទៅកាន់មៀវដែរថាប្រហែលថ្ងៃដែលនាងរៀនជិះកង់ហ្នឹងក៏ដើម្បីតែចង់ដប់គេទៅសាលារៀនហ្នឹងមែនមៀវក៏ថាត្រូវហើយនាងខំប្រឹងអនុវត្តច្រើនថ្ងៃមកឯណាទម្រាំតែជិះបានប៉ុណ្ណឹងហើយចាប់ពីស្អែកទៅពួកគេនឹងជិះកង់ទៅសាលារៀនជាមួយគ្នាតែម្ដងស្អែកឡើងមៀវហ្នឹងក៏ស្រែកហៅហើយយេប្រញាប់ទៅសាលារៀនទាំងអស់គ្នាអីចឹងណាប៉ុន្តែហើយយេហ្នឹងគេក៏បែរជាចេញមកជាមួយនឹងកង់មួយឡើងខ្ជូតហើយកង់មួយហ្នឹងគឺសម្រាប់មៀវហ្នឹងឯងព្រោះគេគិតថាកង់ម៉ាក់មៀវហ្នឹងខ្ពស់ពេកអត់ស័ក្តិសមជាមួយនាងទេអាមួយនេះមិនសមតែមៀវក៏ចាប់អារម្មណ៍ឃើញថាកង់ហ្នឹងអត់មានរៀនក្រោយផងហ្នឹងអញ្ចឹងហើយតើនាងអាចទៅបងប្រុសនាងបានមិនទៅតែមានណាហើយហ្នឹងគេក៏បានចេញមកជាមួយនឹងកង់មួយដែរគេប្រាប់ថាប្រញាប់ឡើងជិត10ម៉ោងចូលរៀនហើយរួចហើយក៏ជិះកង់វឹងទៅចោលមៀវហ្មងណាមៀវក៏ប្រញាប់សុតកង់តាមហើយក៏សួរនាំគេថាតាមពិតមកឯងក៏ចេះជិះកង់ដែរហើយទៅរៀនតាំងពីពេលណាមកក៏ខ្ញុំអត់ដឹងចឹងតើនៅមានរឿងអីទៀតដែលមកឯងលាក់បាំងពីខ្ញុំមើលនិយាយមើលហើយក៏បានត្រឹមតែនិយាយថាមានច្រើនណាពាក្យសម្ដីមួយម៉ាត់ហ្នឹងធ្វើឲ្យមៀវឡើងហួសចិត្តហ្មងណារឿងក៏បានលេបបកក្រោយទៅការពីពួកគេហ្នឹងនៅក្មេងៗគណៈពេលដែលហើយទៅញ៉ាំបាយនៅផ្ទះមៀវហ្នឹងហ្នឹងក៏បានអង្គុយស្លឹងមើលតែជើងរបស់ហើយទេហើយប៉ាម៉ាក់នាងហ្នឹងក៏ចេះតែទឿនឲ្យកូនហ្នឹងញ៉ាំបាយទៅដើម្បីបង្វែងកុំឲ្យកូនហ្នឹងចេះតែស្លឹងមើលពេកណាតែមៀវបែរជាសួរទៅកាន់ប៉ាម៉ាក់នាងថាម៉េចក៏នាងអត់មានដូចបងប្រុសអញ្ចឹងគឺជើងមកខាងដែរជាជើងដែកដូចបងប្រុសនេះលើអញ្ចឹងប៉ាមៀវហ្នឹងឡើងខឹងយកហ្មងណាតែម៉ាក់មៀវក៏ចេះតែបង្វែងដានកុំឲ្យខឹងពេកអីក៏ព្រោះតែនាងតែមិនតែជាកូនក្មេងតែប៉ុណ្ណោះពេលឃើញម៉ាក់ចាប់ម្ហូបឲ្យហើយយឡើងច្រើនពេញចានអញ្ចឹងមៀវឡើងចំណែននាងថាមើលទៅនៅក្នុងចានកូនមានម្ហូបតែបន្តិចចំណែកឯចានបងប្រុសវិញគឺថាម្ហូបឡើងពេញហ្មងណាក្រោយមកទៀតគណៈពេលដែលហើយតូចកំពុងតែហ្វឹកហាត់ដើរជាមួយនឹងជើងថ្មីរបស់គេហ្នឹងមៀវក៏បានចូលមករយជាមួយនឹងការតបតែងខ្លួនរំយ៉ាងចម្លែកមិនត្រឹមតែប៉ុណ្ណឹងទេនាងក៏បានយក Word មួយហ្នឹងមកទៅសេនៅលើជើងដៃរបស់ហើយទៀតគឺនាងទៅសេលេខ T800 ឲ្យគេណានិយាយទៅគឺចង់ដាក់រហស្សនាមនឹងឲ្យគេហ្មងនោះអីហើយភាគនេះក៏ត្រូវបានស្លេះត្រឹមតែប៉ុណ្ណឹងទៀតហើយណា admin សំណូមពរឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe Channel ថ្មីឲ្យ admin ម្នាក់មួយផងណាសូមអរគុណទុកជាមុនសម្រាប់ការគាំទ្រនិងការចូលចិត្តហើយយើងរងចាំជួបគ្នានៅភាគបន្ទាប់អរគុណច្រើនណាស់បាយបាយ